ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកធ្វើប្រអប់កាច្រាំជាមួយនឹងសាច់ជ្រូក3ជាន់ចាបងប្អូនចាឥឡូវនេះខ្ញុំធ្វើការរៀបចំបន្លែហើយបន្លែនេះខ្ញុំមានប្រមាណមុខដែរបងប្អូនចាមានតកួនមានស្ដែកអីចឹងទៅសក់ជាមួយនឹងនេះបន្លែប៉ពាយបងប្អូនចាហើយនឹងត្រប់ពុតញងហើយសម្រាប់ត្រប់ពុតញងនេះវិញគឺខ្ចីល្អណាស់បងប្អូនហើយនេះតាមបានប្រហែលជា 4-5 គុំណាបងប្អូនអើយបេះរាល់ថ្ងៃបេះមិនចេះអស់សោះតែម្ដងណាបងប្អូនហ្នឹងហើយឥឡូវនេះដែរខ្ញុំមកធ្វើការហាន់ជាមួយនឹងសាច់ជ្រូករបស់យើងហើយនឹងកាច្រាំវាឲ្យម៉ត់សិនណាបងប្អូនចាហើយបន្ទាប់ពីកាច្រាំសាច់ជ្រូកម៉ត់ហើយយើងមកធ្វើការហាន់ជាមួយនឹងអករបស់យើងកាច្រាំឲ្យវាម៉ត់ចូលគ្នាណាបងធ្វើធម្មតាបើសិនជាវាអត់ម៉ត់ទេវានៅសាច់ដុំអញ្ចឹងវាអត់សូវជាចូលគ្រឿងចូលជាតិបានល្អណាបងប្អូនចាអញ្ចឹងយើងកាច្រាំឲ្យម៉ត់ដូចសាច់ជ្រូកអញ្ចឹងហ្នឹងហើយបន្ទាប់មកយើងមកធ្វើការលាយគ្រឿងក្រៅណាបងប្អូនចាយើងដាក់ខ្ទឹមស្ករប៊ីចេងអីតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនហ្នឹងហើយសម្រាប់នេះខ្ញុំគឺចោលអត់បានទេជាមួយនឹងម្ទេសណាបងប្អូនចាគឺចូលចិត្តរៀងបែបហឹលតិចអីចឹងណាបងប្អូនចាធម្មតាប្រអប់របស់យើងគឺវាជូរស្រាប់ហើយអញ្ចឹងខ្ញុំធ្វើការលាយជាមួយនឹងពងទាតិចទៅហើយនឹងប្រេងចងស្ករប៊ីចេងតាមនឹងអញ្ចឹងណាបងប្អូនចាហើយម្ទេសនេះគឺចោលបានទេហើយអានេះបងប្អូនហើយបើសិនជាយើងដាក់ចំហុយទៅវាទុនតិចអើយមួយម៉ាត់ឆ្ងាញ់ហ្មងណាបងប្អូនចាឥឡូវនេះដែរគឺនឹងខ្ញុំមកធ្វើការចំហុយប្រអប់ទុកចោលវាសិនទៅហ្នឹងហើយសម្រាប់ត្រប់នេះវិញគឺដាក់ពីលើអញ្ចឹងទៅគឺអូខេរួចរាល់គឺឆ្ងាញ់តែម្ដងបងប្អូនចាយើងអត់ចាំបាច់ទៅស្ងោរទៅអីវែងឆ្ងាយទេហ្នឹងហើយធ្វើអញ្ចឹងទៅគឺវាលឿនតាន់ចិត្តតែម្ដងហើយមុខអ្នកអង្គុយញ៉ាំបាយរៀងសេតតិចហើយចាំយូរពេកយកបងប្អូនហ្នឹងហើយទៅពេលដែលចាំយូរអញ្ចឹងមុខគាត់អត់ហេកទេបែបហ្នឹងហ្នឹងហើយឥឡូវគឺប្រអប់របស់យើងគឺបានឆ្អិនរួចរាល់ហើយបងប្អូនមិនជួយឆ្ងាញ់ទាំងអស់គ្នាចាស្រីបងប្អូនទាំងអស់គ្នាមកញ៉ាំអីមួយខ្ញុំបានអត់មីហូបបាយណែចឹងណានេះទូចបានអីគេហីទូចបានហ្នឹងហីបូមសោះ